ថ្ងៃនេះខ្ញុំមកបង្ហាញអំពីកម្មវិធីមួយវងល្បីគឺកម្មវិធីដែលផ្លាស់ប្ដូរសម្លៀកបំពាក់យើងបានគ្រប់ទម្រង់គ្រប់ style ទាំងអស់ជាពិសេសសម្រាប់បងប្អូនស្រីៗទាំងអស់ដែលមានបំណងថាចង់ផ្លាស់ប្ដូរខោអាវអីតាមបែបផែនមិនដែលយើងស្រឡាញ់នឹងគ្រប់ម៉ូដគ្រប់ម៉ាកទាំងអស់តាមចិត្តដែលបងប្អូនស្រឡាញ់អញ្ចឹងកម្មវិធីហ្នឹងមានឈ្មោះ YouCam អញ្ចឹងយើងចូលទៅមើលពីរបៀបធ្វើនៅក្នុងកម្មវិធីនឹងទាំងអស់គ្នាជាមួយខ្ញុំបាទដំបូងបងប្អូនចូលមកក្នុងកម្មវិធី Play Store នេះមកហើយបងប្អូនសើចឲ្យពាក្យថា YouCam នេះបងប្អូនបើខ្ញុំបានសើចយល់ហើយវាចេញមកបែបយ៉ាងបែបហ្នឹងបងប្អូនចុចចូលឲ្យពាក្យហ្នឹងទៅហើយវានឹងចេញនេះវាចេញបែបនេះមកបងប្អូនហើយវាឲ្យយើង install ហើយតែដោយរបស់ខ្ញុំហ្នឹងវាបងខ្ញុំ install រួចហើយវាដាក់ពាក្យ open អញ្ចឹងបងប្អូនបើកចូល open ទៅណាអញ្ចឹងនៅក្នុង model របស់វាឲ្យយើងជ្រើសរើសនេះនេះវាដាក់ពាក្យ all wardrobe អញ្ចឹងបងប្អូនចុចយកកន្លែងពាក្យហ្នឹងមួយមកអញ្ចឹងវាចេញបែបនេះវាឲ្យយើងត្រូវការជ្រើសរើសរូបភាពមួយណាដែលយើងចង់ដាក់រូបកែរូបឲ្យកែសម្លៀកបំពាក់នឹងឲ្យបានស្អាតណាបងប្អូនណាអញ្ចឹងបងប្អូនចូលអូសមកបងខ្ញុំសូមយករូបភាពមួយនេះចាស់បាទមកបង្ហាញណាបងប្អូនរងចាំតិចទៅបើចេញបែបនេះអញ្ចឹងឲ្យជ្រើសរើសនេះយើងជ្រើសរើសរូបទាំងអស់នេះយើងអាចជ្រើសរើសបានអស់តែវាឲ្យបានថាពាក្យថា free នេះណាបងប្អូនណាខុសពីពាក្យ free ហ្នឹងគឺយើងមិនអាចដូរបានអញ្ចឹងបងប្អូនស្រឡាញ់រូបមួយណាដែលមានអក្សរដាក់ free ហ្នឹងបងប្អូនអាចយកបានណាបាទគ្រប់ទម្រង់ជាពិសេសបងប្អូនស្រីនារីចូលចិត្តលេង style ម៉ូដខោអាវអីបាទចូលមកកម្មវិធីនេះបាទមានច្រើនទម្រង់បាទពីគួរច្បាប់បរោះមានតិចបំផុតអញ្ចឹងនៅវាដាក់ឲ្យ free អញ្ចឹងខ្ញុំសូមយកអាកន្លែងរូបភាពមួយនេះមក free បងប្អូនណាវាដាក់ free អញ្ចឹងចុចយករូបភាពមួយនេះមកចាំមើលវានឹង generate រូបភាពនឹងឲ្យបងប្អូនមើលបាទឃើញថាឡើងដល់ 100% ហ្នឹងគឺវា generate បានគ្រប់ហើយបាទណាបងប្អូននេះរួចរាល់ហើយវា generate រូបភាពនេះមកឲ្យហើយអញ្ចឹងយើងចូលកន្លែង thích នេះមកបាទ thích យកវាមក thích ហើយយើង save នេះមួយមកចូលក្នុង gallery របស់យើងបាទប៉ុណ្ណឹងរួចរាល់បងប្អូនអញ្ចឹងខ្ញុំយករូបភាពមួយទៀតដើម្បីដាក់ឲ្យឃើញមួយរូបមួយទៀតបាទមួយបាញ់នឹងដដែលមកខ្ញុំយកមកដាក់ដើម្បីបង្ហាញធ្វើទោះតែមនុស្សប្រុសតែខ្ញុំដាក់អាវមនុស្សស្រីវិញម្ដងបាទដែលវាអាច generate ឲ្យបងប្អូនចឹងខ្ញុំយក style ស្រីច្រើនបងប្អូនអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្តបាទចឹងខ្ញុំសូមយក style មួយនេះចុះណាហើយបងប្អូនដូរ style មាញ់ហ្នឹងទៅស្លៀកពាក់ខោអាវបែបហ្នឹងអញ្ចឹងយើង thích វាមក thích ឯងមួយមកពេលយើងចុច save នេះមួយទៀតមកដើម្បីស្រាប់ទុកក្នុង gallery របស់យើងមកអញ្ចឹងយើងចូលទៅមើល gallery របស់យើងមកបងប្អូនណាចូលមើលក្នុង gallery របស់យើងមកតែវាឃើញរូបបែបណាខ្លះនេះគឺរូប generate ចេកមនុស្សស្រីហើយមួយនេះរូបមុនបាទឃើញបងប្អូនវាអាចដូរទម្រង់ខោអាវរបស់យើងបានគ្រប់ទាំងអស់គ្រប់ម៉ូដគ្រប់ model ទាំងអស់បងប្អូនស្រឡាញ់ពេញចិត្តម៉ូដ model មួយណាបងប្អូនអាចដូរបានទាំងអស់បាទអញ្ចឹងបើបងប្អូនពេញចិត្តនឹងវីដេអូមួយនេះសូមកុំភ្លេចជួយចុច like ហើយនិង share ម្នាក់មួយផងបាទ